បាទនេះគឺជាដងក្រអូបដែលដាំដុះនៅទឹកដីខេត្តព្រៃវែងបាទអាយុកាលរបស់វាមកទល់នៅពេលនេះគឺ1ឆ្នាំ1ខែសូមបញ្ជាក់ដែរដីដែលដាំនេះគឺមានផលលំបាកមួយចំនួនដោយសារដីប្រភេទលបាយខ្សាច់បាទលបាយខ្សាច់ដែលខ្សោះសារធាតុចិញ្ចឹមហើយដីដែលសន្ទាប់ក្រោមប្រហែលជាខ្ទង់កន្លះម៉ែត្រគឺជាដីដែលក្តាំងដោយលបាយគ្រួសរឹងហាប់ណែនប៉ុន្តែរយៈពេល1ឆ្នាំ1ខែមកនេះគឺដូងបានលូតលាស់ល្អគួរសមកម្ពស់ភាគច្រើនគឺបាន2ម៉ែត្រជាងហើយខ្ពស់គាត់ដើមចេកក៏មានស្មើដើមចេកក៏មានដោយសារការប្រឹងប្រែងយកចិត្តទុកដាក់ថែទាំពីសំណាក់សម័យម្ចាស់ចម្ការលោកពូអ្នកមីងខំមើលថែបានយ៉ាងល្អការដាក់ជីការថែទាំទឹកហើយនិងសម្អាតស្មៅគឺត្រឹមត្រូវតាមបច្ចេកទេសដែលបានដាក់ជូនចឹងដូងនេះការយើងដាំនៅខែមិថុនាឆ្នាំ2025ឥឡូវនេះខែកក្កដាឆ្នាំ2026ដូច្នេះការដែលប្រឹងប្រែងអស់រយៈពេលមកប៉ុណ្នេះយើងគិតថាបានល្អគួរសមទទួលយកបានព្រោះក្នុងផែនការបច្ចេកទេសដែលបានដាក់ជូនដូងក្រអូបយើងអាចថែឲ្យបានល្អក្នុងរយៈពេលត្រឹម2ឆ្នាំ6ខែអាចចាប់បានផលផ្លែបណ្ដើប៉ុន្តែដោយផ្អែកលើបទពិសោធន៍និងកិច្ចការងារសុខភាពដូងជាក់ស្ដែងនេះខ្ញុំឲ្យតម្លៃថាប្រមាណជា60ទៅ70%នឹងផ្លែមុនកាលកំណត់មានន័យថាវានឹងឲ្យផលផ្លែត្រឹមអាយុមិនដល់2ឆ្នាំ6ខែទេអាច2ឆ្នាំ2ខែ2ឆ្នាំ3ខែនឹងមានផ្លែបណ្ដើអញ្ចឹងខ្ញុំនឹងចេញវីដេអូជូនជាបន្តទៀតតាំងពីពេលយើងដាំលើកមុនយ៉ាងម៉េចដីយ៉ាងម៉េចការដាក់ពូជយ៉ាងម៉េចរហូតមកដល់ពេលថែទាំមកយ៉ាងម៉េចហើយក៏បណ្ដេញរហូតមកដល់ពេលនេះប៉ុន្តែមិនទាន់ចប់ទេvàការធ្វើយើងនឹងផ្ដល់នៅជាសក្ខីភាពរហូតថាដល់ពេលវាផ្លែហ្នឹងទម្រង់យ៉ាងម៉េចអាយុកាលប៉ុណ្ណានឹងបញ្ជាក់ជាផុសតាំងជាក់លាក់ច្បាស់លាស់ជូនក្នុងនេះពុកម៉ែបងប្អូនឃើញមានដើមចេកអញ្ចឹងជាយុទ្ធសាស្ត្រមួយទេគេហៅយុទ្ធសាស្ត្រចេកចិញ្ចឹមដូងដល់រាប់ណាចង់ឲ្យដូងធំធាត់លឿនហើយមិនសូវមានមេរោគមិនសូវមានសត្វល្អិតយាយីគឺត្រូវមានការដាំចេកជាជំនួយផលបច្ចេកទេសសំដៅលើការដែលយើងដាក់ដូង6ម៉ែត្រមួយដើមដូច្នេះយើងសល់ចន្លោះយើងដាក់គម្លាត2ម៉ែត្រពីគល់ដូងដាក់ដើមចេកមួយ2ម៉ែត្រពីគល់ដូងខាងនេះដើមចេកមួយមានន័យថាចន្លោះកណ្ដាលនៃ6ម៉ែត្រយើងដាក់ចេកបាន2ដើមចេកគឺជួយទប់ស្កាត់កុំឲ្យចន្លោះដីទំនេរចោលមានការដោះស្មៅដែលធ្វើឲ្យយើងចំណាយលុយទៅលើការធ្វើស្មៅជំរះស្មៅកាត់ស្មៅអស់លុយច្រើនចឹងដល់ណាចេកដោះលូតលាស់មកស្មៅត្រូវបានកាត់បន្ថយចំណុចមួយទៀតចេកគឺជាអ្នកដែលការពារដូងពេលដូងនៅតូចកម្ដៅថ្ងៃដែលក្ដៅខ្លាំងជាពិសេសចាប់ពីម៉ោង1ម៉ោង2ទៅគឺចេកបានជួយទប់កម្ដៅដើម្បីរក្សាសំណើមឲ្យដូងទទួលបានភាពត្រជាក់ដុះឬល្អលូតលាស់បានលឿនមិនត្រឹមតែប៉ុណ្ណោះចេកបានផ្ដល់នៅសារធាតុចិញ្ចឹមជាច្រើនតាមរយៈតយងចេកដែលបានធ្លាក់មកស្លឹកចេកដើមចេកដែលបានកាត់ឲ្យវារលួយវាទៅជាមានសារជាតិសំណើមសារជាតិស័ង្កសីសារជាតិអាសូតនិងសារធាតុចិញ្ចឹមផ្សេងជាច្រើនទៀតរីឯចំណុចធំទី2នោះគឺផលសេដ្ឋកិច្ចបានដឹងស្រាប់ហើយថាចេកសឬចេកណាំវ៉ានេះផ្ដល់នូវគុណប្រយោជន៍ជាច្រើនដើមវាយើងអាចយកទៅធ្វើជាផ្អកដើមចេកដើម្បីផ្ដល់នូវសត្វប្រភេទសត្វគោសត្វទាសត្វមាន់បានយ៉ាងល្អរីឯត្រយងចេកគឺមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាពតម្លៃនៅផ្សារក៏មិនជាថោកប្រមាណដែរយើងលក់នៅចំការក៏បានចន្លោះពី1500ទៅ2000រៀលអញ្ចឹងគឺផលសេដ្ឋកិច្ចយើងលក់បានទាំងត្រយងទៀតគាត់ណាស្លឹកគឺមានគុណប្រយោជន៍ជាច្រើនក្នុងការវេចនំវេចខ្ចប់ចំណីអាហារទ្រាប់បាយទ្រាប់អាហារដើម្បីការពារសារធាតុពុលគីមីអញ្ចឹងគឺស្លឹកក៏នៅតែលក់បានផ្លែចេកយកទៅកែច្នៃបានច្រើនប្រភេទវាបានទាំងផ្នែកឱសថបានផ្នែកទាំងការសែនព្រេនទាំងការទទួលទានដើម្បីល្អសុខភាពគុណប្រយោជន៍ដ៏មហាសាលនៃដើមចេកផ្លែចេកស្លឹកចេកគឺបានទាំងអស់ដូច្នេះទម្រាំតែដូងបានធំធាត់ឲ្យផលផ្លែយើងបានផលពីដំណាំចេកជាមុនប៉ុន្តែកុំភ្លេចការដាំចេកមិនមែនទុកឲ្យបែកគុំ10 20 30 40ដើមរហូតដល់ស្ដុករហូតដល់ប៉ះពាល់ដូងទេយើងមានការកាត់គ្រាវដោយទុកមួយគុំត្រឹមតែ3ដើមប៉ុណ្ណោះចំពោះកិច្ចការងារធ្វើដូងជាលក្ខណៈកសិពាណិជ្ជកម្មទ្រង់ទ្រាយធំសូមកុំមើលរំលងយុទ្ធសាស្ត្រចេកចិញ្ចឹមដូងព្រោះវាជួយសេដ្ឋកិច្ចនិងជួយផ្នែកបច្ចេកទេសដូច្នេះយើងនឹងបានចំណូលផងក៏ដូចជាឲ្យដូងល្អធំធាត់ផងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញពីការចាត់ចែងដោយយុទ្ធសាស្ត្របច្ចេកទេសឲ្យបានត្រឹមត្រូវដូងធំធាត់លឿនចំណាយលុយចំគោលដៅយើងនឹងទទួលបានផលក្នុងរយៈពេលឆាប់រហ័សបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានការចង់វិនិយោគទៅលើការធ្វើកសិពាណិជ្ជកម្មទ្រង់ទ្រាយធំលើដំណាំដូងមិនថាដូងក្រអូបមិនថាដូងកប៉ាល់ទឿឬហៅថាដូងសម្លនោះទេសូមធ្វើការប្រឹក្សាយោបល់មកកាន់ Clinic កសិកម្មសេរីយើងខ្ញុំបានតាមរយៈប្រព័ន្ធទូរស័ព្ទនិង Telegram ខាងក្រោមឬអញ្ជើញមកកាន់ទីតាំង Clinic កសិកម្មសេរីយើងខ្ញុំដែលមានទីតាំងស្ថិតនៅក្រុងរណប OCIC ស្ថិតនៅជិតអធិការដ្ឋានខណ្ឌនគរបាលចូលចង្វា